ta mưa mê đến tí muối phía xa không ai thả tí muối dứng còn dừng nhận sức xaទាំងអស់គ្នាមេរៀនទី1យើងនិយាយអំពីការគូសខ្សែកងគូសខ្សែកងគឺហើយនឹងឬក៏គូសខ្សែបន្ទាត់គូសខ្សែត្រង់ខ្សែកងមានខ្សែកងជាដើមអញ្ចឹងទៅនេះគឺជារបៀបនៅក្នុងការគូសហើយទី1យើងគូសត្រង់ពីឆ្វេងមកស្ដាំហើយរូបទី2ហ្នឹងពីក្រោមទៅលើពីរូបទី3ពីលើមកក្រោមវិញហើយនេះរបៀបគូសខ្សែកងលេខ1ត្រូវគូសមិនយើងគូសយកជ្រុងគូសពីនេះទៅពីលេខ1ហើយលេខ2គូសយកជ្រុងលើឯណា4ដូចសអសកណាមានគូសពីនេះនេះគឺរបៀបនៅក្នុងការគូសបន្ទាត់នឹងខ្សែកងណាហើយយើងចូលមកដល់មួយទៀតគឺតាក់ទងជាមួយនឹងបទចម្រៀងដែលច្រៀងអំពីស្រៈកូនណាបងមួយណាចេះសូត្រណាយើងសូត្រស្រៈអស្រៈអាស្រៈអ៊ីងស្រៈអី2បូកនឹង3បណ្ណាយើងលៃបាន5ស្រៈអ៊ុស្រៈអូស្រៈអ៊ូគួរចាំ5បូកនឹង5បណ្ណាយើងលៃបណ្ណាយើងចាំគឺ10នេះគឺជាបទដែលយើងសូត្រដើម្បីងាយចាំស្រៈណាដើម្បីងាយចាំស្រៈហើយមួយទៀតគឺអ្នកយើងចូលដល់ស្រៈនិស្ស័យមេរៀនទី3ហ្នឹងគឺស្រៈនិស្ស័យក្នុងនេះមានស្រៈអាស្រៈអេស្រៈអីស្រៈអូស្រៈអូស្រៈអ៊ូស្រៈអឺស្រៈអ៊ឺស្រៈអ៊ីស្រៈអេស្រៈអៃស្រៈអូស្រៈអៅស្រៈអ៊ុំស្រៈអំស្រៈអាំស្រៈអាស្រៈអូស្រៈអេស្រៈអោអញ្ចឹងនៅក្នុងភាសាយើងនេះស្រៈនិស្ស័យមាន23តួភាសាខ្មែរយើងណាមាន23តួហើយដូចរៀបមកនេះបងប្អូនអាចរៀនអានយើងរៀនអានទៅស្រៈអាដំបូងគេស្រៈអាទី2ស្រៈអេទី3ស្រៈអីទី4ស្រៈអឺទី5ស្រៈអឺទី6ស្រៈអូស្រៈអូស្រៈអ៊ូស្រៈអឺស្រៈអ៊ឺស្រៈអ៊ីស្រៈអេស្រៈអេស្រៈអៃស្រៈអូស្រៈអៅស្រៈអ៊ុំស្រៈអំស្រៈអាំស្រៈអាស្រៈអូស្រៈអេស្រៈអោនេះជាស្រៈនិស្ស័យរបស់ខ្មែរយើងនៅក្នុងភាសាខ្មែរយើងណាហើយចូលមកមួយទៀតតកតងជាមួយនឹងចម្រៀងអក្សរក្រមឧនវៈលំនាំបទចាស់ចង់បានពុនក្មេងចឹងកខយើងត្រូវខិតខំកខយើងត្រូវខិតខំគូគិតរៀបចំទៅសាលារៀនខូខៀស្ដាប់គ្រូបង្រៀនងងារកុំអៀនកកគូខូងោចចារក្សារំទុំចចារៀបសារំទុំជ័យជ័យសំរុំចូលជួបសំពះចូលចំធ្វើអ្វីប្រេងប្រាំងញញឹមកំខ្មាំងចជួយឈោញោថដូទូនឹងណធូនឹងណពុកម៉ែត្រេកអរឃើញកូនទៅរៀនតតាស្ដាប់ដំបូលមានសង្វាតសុទ្ធរៀនតធូនៅបផពូនឹងមូស្រឡាញ់រាប់រោមិត្តភក្តិគ្រប់គ្នាយោរលោវសាមគ្គីសហឡអជា33តួនិយាយទៅនេះយើងសូត្រនេះទេតែមែនទែនបើសិនតែយើងបរៀនសិស្សគឺធ្វើយ៉ាងណាក៏ដោយគឺឲ្យសិស្សកាត់សូត្រឲ្យលឺណារបៀបសូត្រហ្នឹងក៏ខយើងត្រូវខិតខំគូគិតរៀបចំ
ទៅសាលារៀនកោខៀស្ដាប់គ្រូបង្រៀនងងៀកុំអៀនកខកខងោចចារៀបសាររំទុំចឆៃសំរុំជួយជួបសំពាំងជួយឈប់ធ្វើអ្វីប្រេងផ្ដាងញញឹមកុំខ្មាំងចជួយញោនេះយើងអាចសូត្រអញ្ចឹងទៅណាសូត្រឲ្យចប់មេរៀនអញ្ចឹងទៅយើងវឹកហាត់សូត្រ